សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីការគូរចដាកោងបែបនេះដើម្បីគូរចដាកោងបែបនេះបានយើងមាន plugin 2ទី1ហ្នឹងគឺ mirror ទី2ហ្នឹងគឺ true band អញ្ចឹង free ទេ plugin នេះអ្នកទាំងអស់គ្នាអាច join ក្រុម Telegram ក៏បានដែរខ្ញុំមានដាក់ឲ្យ download ឬក៏ចូលនៅក្នុង plugin warehouse ទៅយើងអាច download true band នេះបានគឺ free ទេ plugin ហ្នឹងបាទអញ្ចឹងដំបូងហ្នឹងនេះអ្នកទាំងអស់គ្នាអាចគូរចដាមករៀងបែបណាក៏បានដែរយើងគូរលក្ខណៈត្រង់បែបនេះនេះក៏ជាគំរូឧទាហរណ៍ទេអញ្ចឹងបន្ទាប់ពីធ្វើការគូរចដាបែបនេះហើយអ្នកទាំងអស់គ្នាធ្វើការគ្រប់នៅ folder ចដាមួយហ្នឹងមកគ្រប់ទាំងអស់មកបានគ្រប់វាមកបន្តមកទៀតយើង select លើគ្រប់ហ្នឹងទៅហើយយើងចុច true band បានចុច true band មកយើងឃើញមានចំណុចនេះបានសម្រាប់យើងទាញកំណោងបានបែបនេះយើងទាញមកខាងស្ដាំនេះក៏បានខាងឆ្វេងនេះក៏បានដែរអញ្ចឹងកំណោងវាអាស្រ័យទៅលើការទាញរបស់យើងឬយើងអាចវាយតម្លៃចូលនៅកន្លែង angle នេះបាននៅខាងក្រោមខាងស្ដាំនេះអ្នកនរគ្នាអាចវាយខ្ញុំឧទាហរណ៍ថានេះខ្ញុំយក180ចឹងខ្ញុំ enter វាមកបាទអញ្ចឹងវាបានមុំកន្លែងនេះបង្ហាញ180 degree ហើយខ្ញុំ double click ម៉ៅ2ដងទៅបាទ double click ទៅគឺវារួចរាល់ហើយបាទនេះយើងបានវារាងកោងបែបនេះហើយបាទបន្តមកទៀតខ្ញុំប្រើគូ line មួយបញ្ឆោតដើម្បី mirror វាឲ្យឆ្លុះគ្នាខ្ញុំគូត្រង់នេះមកខ្ញុំវាយចម្ងាយវាថា1ម៉ែត្រកន្លះចុះដោយសារຂະຫນາດខ្ញុំគិតជាម៉ែត្រខ្ញុំ 1.5 បាទតមកទៀតខ្ញុំ select លើចដាហ្នឹងមកខ្ញុំ click លើ plugin mirror នេះមកហើយខ្ញុំចុច control ដើម្បីធ្វើការ copy ខ្ញុំ select ទៅលើនេះបាទ select ទៅលើដើម្បីឲ្យវាចំកដាលអញ្ចឹងណាបាទនេះគឺវាឆ្លុះគ្នាបែបនេះហើយអញ្ចឹងអូខេវាមកបាទអញ្ចឹងខ្ញុំបានរៀងចដាកោងបែបនេះហើយយើងធ្វើការគូថាសចដាភ្ជាប់មកបាទគូថាសចដាភ្ជាប់មកយើងគ្រប់វាទៅហើយយើងpush pull វាមកយកវាក៏ push មក slab ហ្នឹងទៅហើយនេះcònជាការឧទាហរណ៍គំរូទេហើយជាក់ស្ដែងអ្នកទាំងអស់គ្នាតាក់ទងមួយកម្មកំណោងអីហ្នឹងអ្នកទាំងអស់គ្នាអាចគូតាមប្រភេទចដាយើងជាក់ស្ដែងបាននេះវីដេអូនេះក៏ខ្ញុំចង់បង្ហាញពីរបៀបនៃការពុតចដាឲ្យកោងតាមរយៈ plugin true band នេះអញ្ចឹងសម្រាប់វីដេអូការគូចដាកោងបែបនេះដែលប្រើ plugin true band ហើយនិង mirror ហ្នឹងខ្ញុំបញ្ចប់ពីត្រឹមនេះបាទសូមអរគុណ